សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញតាក់ទងទៅនឹងកម្មវិធីមួយដែលមានឈ្មោះថា Forex Factory ដែលជាកម្មវិធីមួយសម្រាប់បងប្អូនអរគ្នាក្នុងការមើលទៅលើព័ត៌មានសំខាន់ៗអញ្ចឹងថ្ងៃនេះខ្ញុំនឹង record ទៅលើទូរស័ព្ទដូចរាល់ដងសម្រាប់បងប្អូនអរគ្នាមានភាពងាយស្រួលតោះឥឡូវកុំឲ្យខកខានយូរយើងចូលមើលទៅលើចំណុចក្នុងការដែលយើងរបៀបក្នុងការមើលទៅលើព័ត៌មានវិធីងាយៗដំបូងបងប្អូនអរគ្នាគ្រាន់តែវាយទៅលើ Forex Factory នេះមកនៅក្នុង website មិនថាជា Google ឬក៏អីផ្សេងៗបងប្អូនអរគ្នាអាចវាយបានហើយជាពិសេសបងប្អូនអាច download app មួយដែលមានឈ្មោះ Forex Factory បានដូចគ្នាមិនថា App Store ឬក៏ Play Store អញ្ចឹងបន្ទាប់ពីបាន download app ឬក៏ចូលតាម website ហើយបងប្អូនអរគ្នានឹង load ចេញបែបនេះអ្វីដែលសំខាន់បំផុតប្រសិនបើអត់ចេញបែបហ្នឹងបងប្អូនអរគ្នាកុំភ្លេចចូលតាក់ទងនឹង calendar ចុច calendar បែបនេះមកវានឹងចេញមើលទៅលើព័ត៌មានមកទាំងអស់នេះហើយអញ្ចឹងអ្វីដែលបងប្អូនអរគ្នាត្រូវតែធ្វើមុនគេគឺបងប្អូនអរគ្នាធ្វើតាមនេះមកនេះចុចនេះមក filter តាមយកមកអាពណ៌បៃតងហ្នឹងអូខេវានឹង load ចេញមកបែបនេះអញ្ចឹងប្រសិនបើបងប្អូនអរគ្នាទិញលក់ជួញដូរតែទៅលើហាងឆេងមាសទេបងប្អូនអរគ្នាគួរតែដាក់គ្រីទៅលើដុល្លារបានហើយប៉ុន្តែប្រសិនបើបងប្អូនទិញលក់ទៅលើដូចជាលុយអឺរ៉ូលុយផោនលុយអីបងប្អូនអរគ្នាអាចគ្រីទៅតាមនឹងបានប៉ុន្តែគឺខ្ញុំទិញលក់តែទៅលើហាងឆេងមាសជាមួយនឹងដុល្លារទេអញ្ចឹងគឺខ្ញុំចុចខ្ញុំគ្រីតែដុល្លារទេក្រៅហ្នឹងគឺខ្ញុំបិទចោលអស់ឧទាហរណ៍ថានេះបែបអញ្ចឹងបងប្អូនអរគ្នាបិទឲ្យថ្មិចឲ្យចេញសបែបហ្នឹងមកហើយតាក់តងទៅនឹងកន្លែងលើខាងនេះ expect impact នេះយកតែពណ៌បៃតងក៏បានពណ៌ក្រហមនឹងក៏បានដែរបងប្អូនអរគ្នាឬក៏អាចយកពណ៌នេះមួយទៀតទៅក៏បានដូចគ្នាបើសម្រាប់ខ្ញុំគឺខ្ញុំយកតែពណ៌ក្រហមនឹងមួយទេបងប្អូនអរគ្នាដោយសារតែហេតុអីបើខ្ញុំយកពណ៌ក្រហមដោយសារតែពណ៌ក្រហមនេះគឺជាវាបញ្ជាក់ឲ្យយើងឃើញថាព័ត៌មានហ្នឹងគឺអាចទៅនឹងប៉ះពាល់ទីផ្សារគួរខ្លាំងជាងគេក្រៅពី3ពណ៌នេះបងប្អូនទាំងអស់គ្នាអញ្ចឹងនេះគឺជាសំខាន់មែនតើបងអាចដាក់តែពណ៌ក្រហមបានក៏បានដែរហើយក្រៅពីហ្នឹង event type គឺបងគឺដាក់បែបនេះមកអូខេបន្ទាប់មកគឺបង apply filter សិនមកអូខេនឹងចេញបែបនេះឥឡូវឧទាហរណ៍ថាខ្ញុំចង់មើលមួយថ្ងៃពេញតែម្ដងsorry មួយខែពេញឬក៏ whatever តាមហ្នឹងគឺខ្ញុំចុចតាមនេះសិនមកខ្ញុំចុចកន្លែងលើហ្នឹងមកអូខេអញ្ចឹងឥឡូវគឺខែ6ហើយបងប្អូនអរគ្នាជាមួយខ្ញុំនឹងធ្វើម្ដងទៀតខ្ញុំចុចម្ដងពីថ្ងៃ1ហ្នឹងមកដល់ថ្ងៃ30បងប្អូនអរគ្នាឃើញអត់ពីថ្ងៃ1ដល់ថ្ងៃ30វាចេញពណ៌បៃតងបែបនេះមានន័យថាគឺយើងបាន select ក្នុងរយៈពេល1ខែដើម្បីមើល1ខែផ្ទាល់តែម្ដងកុំឲ្យអូសម្ដងតិចម្ដងតិចអញ្ចឹងបងប្អូនអរគ្នាធ្វើតាមខ្ញុំទៅបន្ទាប់មកគឺ apply setting មកអូខេអញ្ចឹងបងប្អូនអរគ្នាឃើញថ្ងៃសំខាន់សឹកក្រហមថ្ងៃខ្លះអត់មានទេដោយសារហេតុអីគឺអត់មានព័ត៌មានណាដែលប៉ះពាល់ដល់ទីផ្សារខ្លាំងទេអញ្ចឹងដូចខ្ញុំប្រាប់បងប្អូនអរគ្នាអញ្ចឹងនៅពេលដែលទីផ្សារនេះទីផ្សារគឺក្រហមនឹងវាអាចប៉ះពាល់ដល់ទីផ្សារខ្លាំងទៅតាមព័ត៌មានណាមួយជាពិសេសគឺដូចជាព័ត៌មាន non farm ហើយដើម្បីឲ្យយើងអាចដឹងព័ត៌មានម៉ោងឬក៏ថ្ងៃមើលដោយរបៀបណានេះបងប្អូនអរគ្នាខាងឆ្វេងដៃហ្នឹងបងប្អូនអរគ្នាឃើញអត់ដើម្បីសេរីអាម៉ោងនោះបានបងប្អូនអរគ្នាធ្វើមិនក៏ដោយគឺសេរីអាម៉ោងប៉ុនខ្មែរនៅកម្ពុជាយើងមកនេះចុចកន្លែងនេះអូខេចុចកន្លែង time zone ហ្នឹងបងប្អូនអរគ្នាធ្វើតាមខ្ញុំយកតាមខ្ញុំទៅគឺអាចឲ្យបងប្អូនអរគ្នាគឺធ្វើបានហើយអញ្ចឹងប្រសិនបើចង់ដឹងឲ្យច្បាស់ថាព័ត៌មានហ្នឹងអ្វីខ្លះគឺជាព័ត៌មានអ្វីបងប្អូនអរគ្នាចុចកន្លែងនេះអាកន្លែងប្រអប់ពណ៌លឿងហ្នឹងចុចមកអូខេគឺបងប្អូនអរគ្នាហើយបងប្អូនអរគ្នាវានឹងចេញបែបហ្នឹងបងប្អូនអរគ្នាអាចអានទៅមើលទៅថាអូខេព័ត៌មានដោយសារព័ត៌មានគឺជាព័ត៌មានអីតាក់ទងនឹងការងារឬក៏តាក់ទងទៅនឹងអតិផរណាអីគឺបងប្អូនអរគ្នាអាចអាននៅកន្លែងហ្នឹងបានអញ្ចឹងនេះគឺជាវិធីងាយក្នុងការដែលយើងមើលទៅលើព័ត៌មានហើយអ្វីដែលជាពិសេសគឺបងគឺធ្វើយ៉ាងណាក៏ដោយគឺគុំទិញលក់នៅម៉ោងព័ត៌មានសោះគឺវាហានិភ័យមែនតើអញ្ចឹងវីដេអូរបស់ខ្ញុំគឺចប់តែប៉ុណ្្នឹងហើយបើមានចម្ងល់តាក់ទងទៅនឹងព័ត៌មានមួយនេះកម្មវិធីប្រើប្រាស់ទៅលើកម្មវិធីមួយនេះបងអាចឆាតសួរខ្ញុំផ្ទាល់បាននៅក្នុងក្រុម channel Telegram របស់ខ្ញុំក្រុម chat របស់ខ្ញុំផ្ទាល់អរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះហើយ